សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញលោកអ្នកពីរបៀបធ្វើឲ្យអក្សរបែបនេះអញ្ចឹងដើម្បីធ្វើឲ្យអក្សរបែបនេះអញ្ចឹងខ្ញុំសូមថយក្រោយបន្តិចខ្ញុំលុបក៏បានទាញវាលុបមកហើយដើម្បីធ្វើអក្សរបែបនេះគឺបងប្អូនត្រូវ copy កន្លែងនេះវាជា2 copy វាជា2មក control J មកនេះចេញមក2អញ្ចឹងហើយ control T មកយើងត្រឡប់វាមកបែបនេះហើយយើង enter ដោះស្អីនេះវាចេញ select វាចេញទៅបែបនេះគឺដើម្បីធ្វើឲ្យអក្សរ វាមានស្រមោលខាងក្រោយអញ្ចឹងគឺយើងត្រូវអនុវត្តទីមួយយើងចូលទៅ filter យកពាក្យថា stylize ហើយយើងយកពាក្យថា win នេះគឺយើងបានន័យថាកន្លែងនេះកន្លែងដែលយើងជ្រើសរើសឧទាហរណ៍ថាយើងចង់សាយពីស្ដាំអញ្ចឹងពេលដែលយើងអូសហើយយើងចេញពីស្ដាំនេះដល់ពេលយើងចង់បានពីឆ្វេងយើងដល់ពេលយើង control អក្សរ F ទៅវាចេញមកអញ្ចឹងពេលណាយើងជ្រើសរើសបែបនេះរួចហើយហ្នឹងគឺយើងអូខេហើយយើងចុច control អក្សរ F មកចេញបែបនេះចុចហើយចុចទៀតចុចមកប៉ុណ្ណាដែលយើងចង់បានប៉ុណ្ណឹងក៏បានហើយយើង control T ត្រឡប់វាមកវិញដូចនេះទី2តើតើនឹងការដាក់ពណ៌អញ្ចឹងបងប្អូនអាចដាក់ពណ៌យើងដាក់ពណ៌នៅកន្លែងនេះសិនដាក់ពណ៌ឲ្យអក្សររបស់យើងមកការដាក់ពណ៌ហ្នឹងយើងយកពាក្យថា inner glow ក៏បានយកពាក្យinner shadow inner glowយកពាក្យថា inner glow ទៅ inner glow យើងយកពាក្យថា normal ហើយកន្លែងនេះកន្លែងសម្រាប់យើងជ្រើសរើសយកពណ៌ណាដែលយើងពេញចិត្តអីចឹងទៅឧទាហរណ៍ថាឥឡូវខ្ញុំយកពណ៌ Q ចឹងមកយកពណ៌ Q ហើយយើងដោយសារយើងអត់បានសារ៉េពណ៌របស់វាណាយើងចូលទៅម្ដងទៀតដើម្បីសារ៉េពណ៌យើងមើល background របស់វានេះបែបនេះយើងសារ៉េពណ៌នេះពណ៌គ្រើមហើយយកប៉ុណ្ណឹងមកយើងចង់បានពណ៌អីក៏បានដែរតែស្រេចចិត្តបងប្អូនចង់បានអីចឹងទៅបានពណ៌ណាពណ៌នេះវារៀងចាំងភ្នែកពេកអញ្ចឹងយកពណ៌នេះទៅយកប៉ុណ្ណឹងហើយយើងអូខេមកហ្នឹងគឺយើងឃើញវាបាំងអញ្ចឹងបានន័យថាដោយសារវានៅក្រោមអញ្ចឹងយើងចាប់វាទៅលើមកហើយទី2យើងដាក់ពណ៌នេះពណ៌ក្រោយនេះយើងគ្រាន់តែคลิกលើវាមកចាញ់ឲ្យបែបនេះហើយយើងយកពាក្យដូចគ្នាអញ្ចឹង inner glow មកហើយដាក់ពណ៌អ្វីដែលយើងចូលចិត្តអីហ្នឹងគឺយើងអាចដាក់ពណ៌ដែលយើងពេញចិត្តគឺយើងយក normal មកវាជះពណ៌ឲ្យមកបែបនេះចឹងយើងចង់សារ៉េវាបែបនេះមកអូខេយើងដាក់ពណ៌អីក៏បានដែរស្អាតចិត្តបងប្អូនចង់ប៉ុណ្ណេះមកប៉ុណ្ណឹងក៏បានចុចអូខេមកហើយយើងទៅឈរកន្លែងណាមួយដែលយើងចង់សារ៉េយើងសារ៉េវាបែបនេះមករំកិលវាចុច
មកហើយយើងមើលវាចូលគ្នាមើលវាគ្រាន់តែចុចកន្លែងណាមួយដែលយើងចង់មើលមកយើងចុចស៊ីចូលមកយើងយកម៉ៅមកចុចខាងក្រោមហ្នឹងមកវា select ទាំងអស់អញ្ចឹងយើងគ្រាន់តែ right click right ស្ដាំលើវាមកចុចប៉ុណ្ណឹងមកគឺវាមើលចូលបែបនេះកាលណាមើលចូលមកបែបនេះហើយគឺបងប្អូនយើងអាចធ្វើរចនាបានយើងគ្រាន់តែ control T វាចេញមកបែបនេះសញ្ញានេះគឺដើម្បីយើងកែច្នៃអក្សរនឹងធ្វើយ៉ាងម៉េចក៏បានដែរអញ្ចឹងមើលខ្ញុំធ្វើឲ្យអ្នកមើលនឹងគឺសម្រាប់យើងជ្រើសរើសឧទាហរណ៍ថាយើងជ្រើសរើសយកបែបនេះអក្សរវាបែបនេះយើងជ្រើសរើសបែបនេះអក្សរបែបនេះឬយើងជ្រើសរើសយកបែបណាដែលលោកអ្នកគិតថាល្អយកបែបនេះក៏បានឬក៏យកបែបណាយកបែបនេះតែខ្ញុំចង់បានបែបនេះចង់បានបែបនេះគ្រាន់តែ enter ទៅវាឲ្យបែបនេះមកហើយយើង control T ហើយកន្លែងនេះ control T ដែរចាំមកយើងមើលវានឹងយើងលុបចោលដែរខ្ញុំមើលវាចូលគ្នា save ចាំបងប្អូនអាច save គឺចុចលើ file save as ហើយនៅកន្លែងនេះគឺសម្រាប់យើងជ្រើសរើសបើយើងយក Photoshop អញ្ចឹងពេលយើង save ទៅវាចេញមករូបរាងជា Photoshop ប៉ុន្តែខ្ញុំចង់បាន picture យើងយកពាក្យថា JPG ហ្នឹងចង់បានរូបភាពជា JPG ហើយយើងដាក់ថា JPG យ៉ាងមកយើង save ដាក់លើ desktopយ៉ាងហើយចឹងបងប្អូនអាចទៅមើលនៅលើ desktop របស់យើងនេះគឺអ្វីដែលយើងបានធ្វើមិញរូបភាពមកប៉ុណ្ណេះចឹងយើងអាចប៉ុណ្ណឹងគឺការ design ដើម្បីធ្វើឲ្យអក្សរគេថា stylize ចឹងសូមអរគុណចំពោះការតាមដាននៅវីដេអូ